លក្ខណៈស្ត្រីមិនល្អទ្រឹស្ដីក្នុងសង្គមណាក៏ដោយតែងតែមានលក្ខណៈសម្បត្តិខុសៗគ្នានេះជាច្បាប់ធម្មជាតិពីព្រោះកម្មជាអ្នកចាត់ចែងឲ្យតែយើងអាចកត់សម្គាល់ថាលក្ខណៈ9យ៉ាងដែលធ្វើឲ្យមានបញ្ហាតែងតែប្រព្រឹត្តដោយភ្លេចខ្លួនថាមានគេកំពុងមើលបរិសុទ្ធជាស្វាមីកាលបើឃើញហើយគប់បីតាមដានពិនិត្យមើលនឹងការពារទុកពីដំបងឲ្យហើយ 1. នាងតែងតែធ្វើដំណើរទៅកាន់សួនច្បារជាញឹកញាប់បើទោះជាមិនមែនពេលគួរនឹងទៅក៏ដោយ 2. នាងតែងតែធ្វើដំណើរទៅកាន់សួនឧទ្យានធំៗជាញឹកញាប់ឧទ្យានបានដល់ព្រៃធំៗដែលទុកឲ្យជនដើរលេងលំហែចិត្ត 3. នាងតែងតែទៅកាន់កំពង់ទឹកមានអូរស្ទឹងជារឿយៗ 4. នាងតែងតែទៅកាន់ផ្ទះញាតិរបស់ខ្លួនណាមួយជារឿយៗ 5. នាងតែងតែទៅកាន់ផ្ទះអ្នកដទៃជារឿយៗ 6. គិតតែពីឆ្លោះកញ្ចក់ថែទាំសម្ពុតឲ្យមិនឲ្យបាក់ភ្លីនិងតែងខ្លួនសម្អាតខ្លួនជាប្រក្រតីគ្រប់ពេលវេលាខុសពីធម្មតានិងពេលគួរមិនគួរ 7. សេពណូសូរ៉ាគ្រឿងស្រវឹងប្លែកពីធម្មតានិងប្រក្រតី 8. ចេះតែលោភមើលចោលកន្ទុយភ្នែកដេកដួលទៅកាន់ប្រុសដតីមិនដាក់ភ្នែកនិងមិនប្រក្រតី 9. ឈប់បង្ហាញខ្លួននៅមាត់ទ្វារឬបង្អួចជាប្រក្រតីចំណុចទាំង9នេះមិនមែនមានន័យថាស្រាប់តែឃើញធ្វើក៏ចាប់ផ្ដើមសង្ស័យនោះទេលុះត្រាតែឃើញផ្លែកញឹកញាប់ហួសពីធម្មតាដែលនាងធ្លាប់ប្រព្រឹត្តប្រតិកម្មទាំងនេះក៏អាចឲ្យមេត្តាបិតាសង្កេតមើលដល់កូនស្រីរបស់ខ្លួនបានដែរដើម្បីជៀសវាងការភ្លាត់ភ្លាំងដោយការប្រមាថឬដឹងមិនដឹង